សេចក្តីជូនដំណឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នេះកចបត្រូវការជ្រើសរើសសមភាពក្រុមចុះឈ្មោះបោះឆ្នោតហៅកាត់ថាកចបចំនួន4104រូបជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីដើម្បីបម្រើការងារនៅតាមឃុំសង្កាត់ចំណុះរាជធានីខេត្តទាំង1652ឃុំសង្កាត់ដូចខាងក្រោម កសម្រាប់ឃុំសង្កាត់1252 1ប្រធានកចបក្នុងមួយឃុំសង្កាត់ចំនួន1រូប 2សមាជិកកចបជាការីកុំព្យូទ័រក្នុងមួយឃុំសង្កាត់ចំនួន1រូបសរុបក្នុងមួយឃុំសង្កាត់ចំនួន2រូប ខសម្រាប់ឃុំសង្កាត់ចំនួន400 1ប្រធានកចបក្នុងមួយឃុំសង្កាត់ចំនួន1រូប 2សមាជិកកចបដែលជួយការងារអនុប្រធានកចបក្នុងមួយឃុំសង្កាត់ចំនួន1រូប 3សមាជិកកចបជាការីកុំព្យូទ័រក្នុងមួយឃុំសង្កាត់មានចំនួន2រូបសរុបក្នុងមួយឃុំសង្កាត់ចំនួន4រូបសាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើសូមអញ្ជើញមកទំនាក់ទំនងទទួលនិងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំសង្កាត់ឬនឹងទីសាធារណៈឃុំសង្កាត់ដែលកំណត់ដោយលថខបពាក់ព័ន្ធពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃបេក្ខជនអាចទាញយកពាក្យស្នើសុំប្រឡងចូលបម្រើការងារតាមរយៈអាស័យដ្ឋានរបស់កចប www.nic.gov.kh ឬ scan QR code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះការចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យថ្ងៃទី1ខែមេសាឆ្នាំ2025វេលាម៉ោង 7 ព្រឹកការឈប់ទទួលពាក្យថ្ងៃទី7ខែមេសាឆ្នាំ2025វេលាម៉ោង 17:30 នាទីល្ងាចការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡងគុយ CM និងធ្វើតេស្តកុំព្យូទ័រនៅថ្ងៃទី9ខែមេសាឆ្នាំ2025នៅតាមសាលាឃុំសង្កាត់ចំណុះរាជធានីខេត្តការប្រឡងគុយ CM និងធ្វើតេស្តកុំព្យូទ័រនៅថ្ងៃទី12ខែមេសាឆ្នាំ2025នៅតាមមណ្ឌលប្រមូលផ្ដុំក្រុងស្រុកខណ្ឌថ្ងៃច័ន្ទ4រោចខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី17ខែមីនាឆ្នាំ2025គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហត្ថលេខានឹងត្រាប្រាជ្ញច័ន្ទ